តកតងនឹងអ្នកអង្គញាកុកអានអន់ចិត្តនឹងអាមេរិករឿងដាក់ទណ្ឌកម្មទៅលើលោកតាមតែអំពើចិត្តរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃជួបគ្នាផ្ទាល់រួចបានសន្យាទៅរៀងៗខ្លួនថាបន្តគោរពបទជបាញ់ស្របពេលដែលភាគីទាំងពីរចោទគ្នាថាបំពានវាថៃជូនដំណឹងកម្ពុជាជាផ្លូវការសំទោសថៃជូនដំណឹងកម្ពុជាជាផ្លូវការហើយរឿងគ្រោងលុប MOU 2001ជុំវិញដែនសមុទ្រត្រួតស៊ីគ្នាអនុព័ន្ធយោធាបរទេសចុះទៅមើលកុងតឺន័រនិងបន្លាលួសថៃនៅព្រំដែនជាលើកទី2សកម្មជននយោបាយលោកផុនយុទ្ធត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារជាលើកទី3ពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្ដាញសង្គមជនប៉ុនប៉ងធ្វើឃាតលោកត្រាំថាធ្វើដើម្បីការពារប្រជាពលរដ្ឋអាមេរិកចៅក្រមជាតិរបស់អាមេរិកសម្រេចឲ្យរដ្ឋបាលលោកត្រាំចាញ់ក្តីរឿងផ្អាកពាក្យសុំ Green Card និងព័ត៌មានថ្មីដែលខ្ញុំទទួលបានពីអង្គការ Save Cambodia គឺអង្គការ Save Cambodia បានដាក់សំណើមួយគឺនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលមានសំណើជូនទៅមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកស្ដីពីការអនុវត្តការងារឬក៏ច្បាប់ពលកម្មដោយបង្ខំនៅសំទោសស្ដីអំពីការដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបន្តគោរពឬក៏ថាគោរពសិទ្ធិមនុស្សឬក៏សិទ្ធិកម្មករឲ្យបានខ្ជាប់ខ្ជួនសំណើនេះគឺដាក់ស្របពេលដែលសភាពាណិជ្ជកម្មសំទោសដែលតំណាងពាណិជ្ជកម្មអាមេរិកនឹងបើកសវនាការជាសាធារណៈមួយចាប់ពីថ្ងៃទី28នេះដល់ថ្ងៃទី29ពីថ្ងៃនិយាយពីរឿងសិទ្ធិកម្មករឬសហជីពនៅកម្ពុជាបាទហើយតកតងនឹងព័ត៌មានអំពីវិសាខបូជាគឺបុណ្យវិសាខបូជាដែលធ្វើជារៀងរាល់ឆ្នាំនៅទីក្រុងឡុងបិចគឺនឹងប្រព្រឹត្តទៅដោយប្រក្រតីនៅថ្ងៃទី2ខែឧសភាគឺដើមខែនេះដែលត្រូវនឹងថ្ងៃសៅរ៍នេះថាឲ្យបងប្អូនខ្ញុំនឹងជម្រាបព័ត៌មានលម្អិតនេះនៅក្នុងការផ្សាយប្រចាំរាត្រីនេះដែរបាទអញ្ចឹងចាប់ផ្ដើមពីព័ត៌មានដំបូងទៅមុនប៉ុន្តែមុននឹងចាប់ផ្ដើមខ្ញុំសូមជម្រាបសួរបងប្អូនបន្តិចតកតងនឹងសម្លេងព្រោះអីថ្ងៃនេះខ្ញុំបានមីក្រូដដែលវិញហើយដោយសារតែបញ្ជាទិញមកលឿនគួរសមដែរឥឡូវមកដល់ហើយឡើងកាន់បងប្អូនថាកាន់មីក្រូនឹងទៅដូចជាពិបាកពេកឥឡូវឈប់កាន់ដាក់បញ្ឈរវាពីចង្ងាយវិញមើលថាតើសំឡេងបងប្អូនអាចឮស្ដាប់បានឬក៏យ៉ាងម៉េចឬក៏ពិបាកស្ដាប់ខ្ញុំនឹងដោះស្រាយបញ្ហានេះតាមការគួរបើសិនជាដាក់បញ្ឈរពីចង្ងាយអញ្ចឹងហើយបងប្អូនមិនឮឬក៏លឺតិចពេកយ៉ាងណានោះខ្ញុំនឹងយកមកកាន់ទៀតប៉ុន្តែឥឡូវនេះដោយសារតែដាក់អញ្ចឹងទៅរៀងធូរដៃតិចដែរដោយសារតែបានដៃមកកាន់ឯកសារកាន់អីទៅវាសល់ពេលដើម្បីស្រាវជ្រាវនៅពេលផ្សាយផ្ទាល់បងប្អូនថាសំឡេងឮច្បាស់ល្អហើយអរគុណច្រើនអញ្ចឹងយើងទៅចាត់ទុកថាជួយខ្ញុំបានច្រើនហើយកុំឲ្យជាប់ដៃនឹងកាន់កៅមីក្រូហ្នឹងហើយក៏ស្របទៅតាមសំណូមពរបងប្អូនមួយចំនួនថាទាមទារឲ្យខ្ញុំរកជើងដាក់មីក្រូហ្នឹងឲ្យបានបាទខ្ញុំតែដាក់អាមីក្រូនឹងវាពីមុខទៅវាទើសពេកតែអញ្ចឹងទៅបានថាអត់ចង់បើកាន់អត់អីទេព្រោះយើងងាកទៅចុះឡើងទៅវារេតាមតទៅពេលដាក់ពីមុខហ្នឹងអាកាន់กระดาษអីទៅវាបាំងពីមុខដល់អញ្ចឹងទៅខ្ញុំចិត្តតែវាពិបាកនៅក្នុងអាទើសវាស្អីក៏ដោយតែធ្វើឲ្យទើសរកម្មហ្នឹងចិត្តតែស្ដាប់សំណូមពរបងប្អូនហ្នឹងប៉ុន្តែធ្វើទៅមិនបានដូចចិត្តតែឥឡូវនេះរកដំណោះស្រាយតាមដំណាក់កាលឲ្យស្ដាប់មតិបងប្អូនហ្នឹងបានកែរហូតដែរតែឥឡូវទី1ទៅបងប្អូនតាក់តងនឹងរឿងទុក microphone នេះមក like សិនហើយយើងចាប់ផ្ដើមនិយាយពីព័ត៌មានបង្អែមលៀងមាត់ប្រចាំរាត្រីនេះចាប់ផ្ដើមទៅពីអ្នកអង្គញាកុកអានទៅមុនហើយបងប្អូនប្រហែលជាឆ្ងល់ហេតុអីបានជារឿងអ្នកអង្គញាកុកអាននេះឡើងទៅជាប្រធានបទឬក៏ចំណងជើងដើមទំព័រឬក៏មុនគេទៀតទៅហើយបងប្អូនរឿងអ្នកអង្គញាកុកអានដែលជាសមាជិកព្រឹទ្ធសភាកោតាគណៈបកប្រជាជនកម្ពុជានឹងជាមនុស្សចិត្តស្និទ្ធបំផុតម្នាក់របស់លោកហ៊ុនសែនហើយក៏ជាហັບប្រាក់សម្រាប់ជួយគណៈបកប្រជាជនកម្ពុជាជាដរាបរៀងមកនោះកុំភ្លេចថាលោកអ្នកអង្គញាកុកអានគឺជាមហាសេដ្ឋីដ៏សម្បូរហូរហៀមានទ្រព្យច្រើនណាស់ក្រាលផ្លូវគេញព្រោះអីលោកជាមនុស្សដែលយើងមិននឹកស្មានសោះថានៅពេលដែលមានបញ្ហាដុតទូតថៃកាលពីឆ្នាំ2003គឺគួរតែរដ្ឋាភិបាលទទួលខុសត្រូវចំពោះអំពើដុតបំផ្លាញទូតថៃនេះក៏ប៉ុន្តែអ្នកដែលចេញលុយរាប់10លានដុល្លារដើម្បីជួសជុលការខូចខាតគឺអ្នកអង្គញាកុកអានបងប្អូនសាកគិតទៅមើលលុយរាប់10លានដុល្លារពីបុគ្គលឯកជនយកទៅជួយទូទាត់ទូតថៃដើម្បីដោះដូរអាសំទោសដើម្បីជួសជុលសំណងខូចខាតដែលវាកន្តិចទូតថៃតើ
យើងទៅរកខ្មែរណាដែលមានបេះដូងម្លឹងទ្រាប់មហាសាលហើយយកទៅចេញថ្លៃឲ្យទូតថៃឲ្យខូចខាតឲ្យលោកគាត់ជាអ្នកចេញតើបានលុយនឹងមកពីណាសំណួរសួរតែចេះវិញបានលុយនឹងមកពីណាលុយច្រើនសន្ធឹកបែបនេះតើគាត់បានពីណាបានជាស្រឡាញ់ជាតិយ៉ាងនេះអីអញ្ចឹងទៅយើងសប្បាយចិត្តដែរដែលមានមនុស្សស្រឡាញ់ជាតិយ៉ាងនេះប៉ុន្តែសំណួរសួរទៅវិញលុយបានមកពីណាដោយលោកត្រាំអញ្ចឹងឯងបងប្អូនជាមហាសេដ្ឋីមានលុយ$1000,000,000ដែលជាទ្រព្យឯកជនរបស់គាត់រឿងក្រុមហ៊ុនយកលុយ$400,000,000យកទៅជួសជុលអាគារមួយនៅសេតវិមានណាដែលជាអាគារដូចជាវិមានសម្រាប់សាលប្រជុំសម្រាប់ជាមុខមាត់របស់ជាតិនេះគេអត់ឲ្យធ្វើប៉ុណ្ណាលុយ$400,000,000សោះហ្នឹងហើយមកធ្វើអីប៉ុណ្ណាណៃដែលជាអាគារវិមាននៅសេតវិមានសម្រាប់ឲ្យប្រជាពលរដ្ឋទាំងអស់យកទៅប្រើប្រាស់គ្រប់ប្រធានាធិបតីតែរដ្ឋាភិបាលចៅក្រមគេថាអត់មានត្រូវការលុយលោកត្រាំឯណាមកធ្វើវិមានធ្វើអីស្រេចក្បាលចិត្តទេគឺត្រូវឆ្លងកាត់រដ្ឋសភាហើយឲ្យរដ្ឋគេចេញលុយគេចេញអីហើយបានយកកប៉ៅបុគ្គលគេអរគុណហើយសមានចិត្តដល់ល្អប៉ុន្តែមិនមែនធ្វើអីតាមអំពើចិត្តទេព្រោះលុយច្រើនយ៉ាងនេះច្បាស់ជាមានស្អីមួយនាំឲ្យបញ្ហាមានអំពើពុករលួយឬក៏ទំនាស់ផលប្រយោជន៍អីផ្សេងព្រោះអីនៅក្នុងច្បាប់សំបីតែយើងជូនកាដូគេនៅក្នុងក្របខ័ណ្ឌជារដ្ឋការអីបើនៅអាមេរិកវិញតាម$20ឡើងតាម$25គឺចាត់ទុកជាអំពើពុករលួយហើយយើងអាចទៅចែកកាដូអីមិត្តភ័ក្តិអីឬសហការីយើងនៅកន្លែងធ្វើការអីលើសពី$20ទេនេះគឺជាអំពើពុករលួយអត់អាចយកជំនួនឬស្អីអញ្ចឹងបានណាហើយគេប្រយ័ត្នប្រយែងណាព្រោះអានេះជាសិលធម៌នៅក្នុងការងារប៉ុន្តែយើងវិញរាប់សិបលានដុល្លារធម្មតាចាត់ទុកថាជាវីរៈបរោះជួយជាតិជួយអីចឹងល្អហើយក៏ប៉ុន្តែសំណួរសួរថាបានលុយមកពីណាអញ្ចឹងទៅដល់ពេលជួយលុយរដ្ឋាភិបាលច្រើនអញ្ចឹងតក្រុមហ៊ុនគាត់ធ្វើអីប្រទេសផ្ដាស់ឧទាហរណ៍អ្នកណាទៅហ៊ានប៉ះគាត់បើគេពឹបឡើងគេថាគេជួយលុយជាតិយើងច្រើនណាយើងទៅប៉ះពាល់គេហើយសួរថាគាត់ប្រព្រឹត្តខុសមែនយើងមិនដឹងប៉ុន្តែហេតុអីបានជាគាត់ជួយលុយអីក៏សម្បើមកគាត់ត្រូវឆ្នោតមែនអញ្ចឹងតែអាហ្នឹងឯងតែបង្កើតឲ្យមានមន្ទិលបងប្អូនហើយចិត្តល្អហើយក៏ប៉ុន្តែនៅក្នុងប្រព័ន្ធច្បាប់វាតតែមានតម្លាភាពវាតតែមានអីអញ្ចឹងហើយមានទៅលោកអ្នកអង្គការកកអាននេះគាត់មានទ្រព្យសម្បត្តិមានក្រុមហ៊ុនមានអានកូមានអាគុតគង់ទឹកមានអាធនាគារពាណិជ្ជមានកាស៊ីណូ Crown មានអូយមកកណោក៏ដឹកទៀតហើយក្រុមហ៊ុនទាំងអស់នោះចូលក្នុងបញ្ជីខ្មៅរបស់អាមេរិកទាំងអស់នៅពេលនេះដែលគេដាក់នៅក្នុងបញ្ជីខ្មៅហេតុអីបានជាគេដាក់លោកកុកអាននៅក្នុងបញ្ជីខ្មៅដោយសារតែគេរកឃើញថាបនលបែងកាស៊ីណូធនាគារពាណិជ្ជនិងអាក្រុមហ៊ុនផលិតទឹកឬក៏ផ្គត់ផ្គង់ទឹកស្អាតអីទាំងអស់ហ្នឹងវាជាប់ពាក់ព័ន្ធគ្នាដោយសឡកពឹសក្នុងអង្គការចាត់តាំងនៃការឆបោកអនឡាញដូច្នេះគេគិតថាអាមេរិកចោទប្រកាន់លោកកុកអានជាមេបនលបែងគេស្ដាច់លបែងមួយនៅប្រទេសកម្ពុជាថាស្ដាច់ឆបោកមិនស្ដាច់លបែងទេព្រោះដោយសារមានអាគារជួលឲ្យគេឬក៏គ្រប់គ្រងអាគារឬអីអាគារបនលបែងកាស៊ីណូនឹងធនាគារអីនឹងឡាក់ក៏ប៉ុន្តែថ្ងៃនេះគឺយើងកម្រឮអ្នកអង្គការកុកអាននិយាយអីណាព្រោះមន្ត្រីរដ្ឋាភិបាលភាគច្រើនអ្នកដែលរងការចោទប្រកាន់អីសុកចិត្តនៅស្ងៀមជាជាងសដីតាពីជ័យខ្ចីជាជាងតនេមាត់អានោះក៏ល្អដែរបើនិយាយច្រើនខុសច្រើនតែថ្ងៃនេះគឺសារព័ត៌មានវិទ្យុបារាំងនិយាយទៅវិទ្យុបារាំងជាភាសាខ្មែរ AFE បានសម្ភាសដកស្រង់សម្ដីអ្នកអង្គការកុកអានដោយផ្ទាល់តែម្ដងដែល AFE ថាជាការសម្ភាសផ្ដាច់មុខខ្ញុំស្រង់មតិខ្លះដោយក្នុងនោះខ្ញុំស្ដាប់ទៅឮលោកកុកអាននិយាយអន់ចិត្តនឹងអាមេរិកដែលដាក់ទណ្ឌកម្មលោកក្រុមហ៊ុនកាស៊ីណូធនាគារឬក៏ក្រុមហ៊ុនផ្គត់ផ្គង់ទឹកអីអញ្ចឹងលោកថាការដាក់ទណ្ឌកម្មនេះគឺជារឿងដែលមិនយុត្តិធម៌ហើយជាអំពើធ្វើប្រទេសផ្ដាស់តាមតែអំពើចិត្តរបស់អាមេរិកគាត់ថាអាមេរិកធ្វើតែអញ្ចឹងតែមិនចូលចិត្តមិនពេញចិត្តណាធ្វើតាមអំពើចិត្តនេះគឺជាការការពារខ្លួនរបស់លោកកុកអានដោយលោកលើកឡើងថាលោកជាមនុស្សស្អាតស្អំទេបើលោកមិនមែនជាមនុស្សស្អាតស្អំមិនមែនប្រជាពលរដ្ឋបោះឆ្នោតឲ្យលោកធ្វើជាសមាជិកព្រឹទ្ធសភាដល់ទៅ4អាណត្តិទេលោកថាបើលោកខុសអីហ្នឹងគឺច្បាស់ណាស់ប្រជាពលរដ្ឋបោះឆ្នោតតម្លាក់បាត់ទៅហើយអានេះគឺជាការលើកឡើងរបស់លោកមិនតែប៉ុណ្ណោះលោកថាក្រុមហ៊ុនដែលអាមេរិកដាក់ទណ្ឌកម្មមានច្រើនបានន័យថាអាមេរិកដាក់ទណ្ឌកម្មលោកកុកអានផងនិងក្រុមហ៊ុននិងបុគ្គលមួយចំនួនទៀតសរុបទៅ28ក្រុមហ៊ុនលោកថារាប់ទៅក្រុមហ៊ុនដែលពាក់ព័ន្ធនឹងគាត់មានតែ5 6អីទេវាមិនមែនដល់20 30ទេ5 6ឬ1អីក៏ដោយវាសំខាន់គឺស្ថិតនៅក្នុងបញ្ជីខ្មៅរបស់គេ
លោកនិយាយថាសប្ងៃនេះគឺអ្វីៗប្រព្រឹត្តទៅដោយប្រក្រតីទេបើទោះបីមានទណ្ឌកម្មរបស់អាមេរិករដ្ឋាភិបាលកម្ពុជាអត់បានគិតថាគាត់ខុសច្បាប់អីហើយគាត់ក៏អត់មានខុសអីគាត់និយាយថាគាត់ជាមនុស្សស្អាតស្អំមិនដែលប្រព្រឹត្តអំពើផ្ដេសផ្ដាសហើយក្រុមហ៊ុនហ្នឹងនៅបើកជាប្រក្រតីធនាគារពាណិជ្ជក៏បើកប្រក្រតីកាស៊ីណូក៏នៅបើកប្រក្រតីក្រុមហ៊ុនផ្គត់ផ្គង់ទឹកអានកូហ្នឹងក៏នៅតែបើកប្រក្រតីបាទឥឡូវយើងសួរទៅវិញថានៅពេលដែលលោកកុកអានឆ្លើយដូចនេះតើបានប្រយោជន៍អីដល់លោកកុកអានដែរឬទេហើយវាជួយស្ដារមុខមាត់កម្ពុជាបានប៉ុណ្ណានៅពេលដែលសម័យខ្លួនដែលរងការចោទប្រកាន់ឡើងមកបកស្រាយជាសាធារណៈអំពីទង្វើល្អអំពីសេចក្តីត្រឹមត្រូវអំពីអំពើសុចរិតរបស់គាត់លក្ខនឹងលក្ខខ្ញុំអាណិតលោកកុកអានណានិយាយទៅព្រោះអីយើងត្រូវចាំនៅពេលដែលមានការចោទប្រកាន់អីមួយគឺធម្មតាសម័យខ្លួនត្រូវតែឡើងមកការពារខ្លួនឯងវាមិនដែលអ្នកណាឡើងមកដាក់បន្ទុកខ្លួនឯងទេមិនអញ្ចឹងគឺគាត់ដូចថាយកឱកាសហ្នឹងដើម្បីឲ្យគាត់បានប្រាប់ពិភពលោកអំពីអ្វីដែលជាការពិតដែលមានតែខ្លួនគាត់ទេដែលអាចនិយាយបានមិនអញ្ចឹងហ៎អញ្ចឹងអាការចោទប្រកាន់ហ្នឹងគឺគាត់ច្រានចោលទាំងអស់តែថាគាត់ធ្វើអំពើផ្សេងទាំងកាស៊ីណូទាំងអីផ្សេងដែលគេរកឃើញហ្នឹងសុទ្ធតែសុចរិតហើយគាត់ទៅគិតជួយការពារដល់អ្នកអង្គការលីយ៉ុងផាត់ទៀតអ្នកអង្គការលីយ៉ុងផាត់ក៏ត្រូវគេផ្ដន់ទាទោសឬក៏ថ្កោលទោសអញ្ចឹងដែរមិនទាន់ផ្ដន់ទាទោសទេរដ្ឋាភិបាលអាមេរិកហ្នឹងក៏គាត់ទៅការពារថាអាមេរិកធ្វើប្រេះផ្ដាស់តែអញ្ចឹងរៀលដាលដល់អ្នកអង្គការលីយ៉ុងផាត់អញ្ចឹងគាត់ក៏នៅតែគិតថាអ្នកអង្គការលីយ៉ុងផាត់ក៏ជាមនុស្សសុចរិតខ្ញុំជឿថាការការពារខ្លួនគឺជាសិទ្ធិស្របច្បាប់របស់អ្នកអង្គការកុកអានដែលជាសមាជិកព្រឹទ្ធសភាផងគឺនៅក្នុងការដែលតបទៅនឹងអ្វីដែលជាការចោទប្រកាន់ក៏ប៉ុន្តែតើនៅក្នុងដំណើរការរកយុត្តិធម៌ឲ្យជនរងគ្រោះណាមួយយើងស្ដាប់ខាងភាគីចោទប្រកាន់គេចោទតាមប្រព័ន្ធតុលាការរដ្ឋាភិបាលគឺជំហរគេគឺរដ្ឋាភិបាលអាមេរិកមិនមែនតូចតាចទេហើយទៅបុគ្គលឯកជនរបស់លោកកុកអាននេះឡើងមកឆ្លើយដោះសារឬក៏បកស្រាយអីចឹងថាគាត់ស្អាតស្អំតែប៉ុណ្ណឹងរួចខ្លួនមែនតើបងប្អូនប្រជាពលរដ្ឋជឿលើលោកកុកអានថាគាត់និយាយមកហ្នឹងគាត់ស្មោះត្រង់អស់ពីពោះពងគាត់មែនតាមពិតគាត់អាចនិយាយស្មោះត្រង់ពីពោះគាត់ប៉ុន្តែតើបងប្អូនជឿគាត់ទេទម្ងន់នៃសក្ខីកម្មរបស់គាត់នឹងអាចជឿទេខ្មែរយើងខ្ញុំម្ដងទៀតខ្ញុំអត់ចាត់ទុកថាលោកកុកអានជាជនឧក្រិដ្ឋឬក៏មានពិរុទ្ធអីទេគាត់នៅតែជាអ្នកដែលមិនទាន់មានដូចថាបទពិរុទ្ធឬអីទាំងអស់ដរាបណាតុលាការមិនទាន់រកឃើញថាគាត់មានពិរុទ្ធគាត់នៅតែជាមនុស្សស្អាតស្អំនៅក្នុងន័យការពារដោយច្បាប់ក៏ប៉ុន្តែពាក្យខ្មែរយើងណាតែងតែមានសុភាសិតឬក៏ពាក្យទំនៀមដែលគេនិយាយតគ្នាថាចោលវាមិនដែលនិយាយថាចោលទេព្រោះធម្មតាយករួចខ្លួនអញ្ចឹងតែខ្ញុំមិនតើប្រកាន់លោកកុកអានទេគាត់ចង់និយាយថាលោកខំប្រឹងបកស្រាយបែបនេះអ្វីដែលខ្ញុំអាសូរគឺបុគ្គលខ្លួនឯងមិនអាចឡើងមកសម្អាតខ្លួនឯងបានដោយការគ្រាន់តែបកស្រាយទេវាទាមទារឲ្យមានការស៊ើបអង្កេតពីស្ថាប័នរបស់រដ្ឋាភិបាលព្រោះរឿងលោកកុកអានមិនមែនជារឿងបុគ្គលឯកជនលោកកុកអានទៀតទេរឿងលោកកុកអានរឿងលោកលីយ៉ុងផាត់រឿងលោកហ៊ុនតូរឿងលោកស្អីក៏ដោយដែលពាក់ព័ន្ធនៅក្នុងដូច Gen Z អីចឹងគឺជារឿងរបស់ជាតិខ្មែរទាំងមូលព្រោះអស់លោកទាំងអស់នេះរកទទួលទាននៅប្រទេសកម្ពុជាទាំងសុចរិតទាំងទុច្ចរិតយើងអត់ដឹងក៏ប៉ុន្តែដោយសារមានការចោទប្រកាន់ចឹងមានមន្ទិលមានវិមតិសង្ស័យវាប៉ះពាល់ដល់កិត្តិយសជាតិរបស់ខ្មែរទាំងមូលដូច្នេះលែងជារឿងដោះស្រាយតែបុគ្គលលោកកុកអានឡើងមកដោះឥឡូវទៅសម្ភាសលោកលីយ៉ុងផាត់នឹងនិយាយថាអាមេរិកចេះតែចោទតែប្រដាស់ទៅសម្ភាសលោកហ៊ុនតូនឹងនិយាយដូចគ្នាទៅសម្ភាសលោក Gen Z នឹងនិយាយដូចគ្នាអញ្ចឹងបានន័យថាអានឹងឬជាយុត្តិធម៌សម្រាប់ពួកគាត់ឬក៏សម្រាប់អ្នកចោទប្រកាន់វាអត់មានទេវាត្រូវការប្រព័ន្ធស៊ើបអង្កេតមួយដើម្បីទី1ស្ដារមុខមាត់ប្រទេសកម្ពុជាផងទី2រកយុត្តិធម៌ឲ្យលោកកុកអានលោកលីយ៉ុងផាត់លោកហ៊ុនតូឬក៏អ្នកណាទាំងអស់ដែលពាក់ព័ន្ធនឹងផងព្រោះបើយើងមិនដោះស្រាយបែបហ្នឹងមានប្រព័ន្ធតុលាការឯករាជ្យស៊ើបអង្កេតអីទុកឲ្យជនដែលជាជនសង្ស័យឆ្លើយដូច្នេះវាអត់បានប្រយោជន៍ទេវាគ្រាន់តែបានជាការដោះសារតែប៉ុណ្ណឹងខ្ញុំអាសូរខ្ញុំនិយាយទៅខ្ញុំនៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតទាំងលោកសុកកុកអានទាំងលោកលីយ៉ុងផាត់ទាំងលោកហ៊ុនតូនិងអ្នកណាទាំងអស់ហ្នឹងហើយធ្វើការស៊ើបអង្កេតជាស៊ីជម្រៅមួយដើម្បីលុបឬក៏ដូចថាលាងឈ្មោះគេអាសោចរបស់កម្ពុជាលើឆាកអន្តរជាតិកុំឲ្យគេហៅយើងថា Scambodia ដូច Wall Street Journal គេសរសេរទោះក្នុងវងកញ្ចក់ក្នុងអភន្តរអីក៏ដោយហ្នឹងកុំឲ្យយើងជាប់ឈ្មោះព្រោះអីកុំទៅរករឿងគេហៅឈ្មោះយើងជាប្រទេសឆោបបោកអីនោះកុំរករឿងគេអី
តែយើងត្រូវរករឿងជួយឲ្យតុលាការកម្ពុជាឬក៏រដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតដើម្បីស្ដារមុខមាត់កិត្តិយសជាតិយើងឡើងវិញទីមួយស្ដារឲ្យមន្ត្រីដែលជាប់ឈ្មោះអាក្រក់ទាំងអស់ហ្នឹងរួចខ្លួនដែរខ្ញុំមិនមែនចង់និយាយថាកាន់ជើងខាងអុកញ៉ានឹងទាំងអស់មិនមែនបានចង់ឲ្យពួកគាត់រួចខ្លួនមិនមែនទេការស៊ើបអង្កេតគឺជាការរកយុត្តិធម៌ទាំងអស់ទាំងដោះស្រាយបញ្ហាមន្ទិលអីចឹងទៅពួកគាត់បានយុត្តិធម៌ជាតិក៏បានយុត្តិធម៌យើងឡើងខ្លាយទៅជា Cambodia ដូចជាគេចោទប្រកាន់ទៀតហើយបាទឥឡូវនេះគឺខ្ញុំក៏នៅតាមដានតទៅទៀតបងប្អូនគាត់ថាជាប្រសាសន៍របស់លោកកុកអាននៅក្នុងការដោះស្រាយដោះសារឬក៏យ៉ាងម៉េចនោះឥឡូវព័ត៌មានបន្ទាប់តកតនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃជួបគ្នាផ្ទាល់សន្យារឿងរៀងខ្លួនថាបន្តឈប់បាញ់ស្របពេលដែលបន្តសំទោសគោរពបទឈប់បាញ់ស្របពេលដែលភាគីទាំងពីរចោទគ្នាថាបំពានវាថ្ងៃនេះគឺយើងឃើញណែរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានិងរដ្ឋមន្ត្រីក្រសួងការបរទេសថៃខាងកម្ពុជាគឺមានលោកប្រាក់សុខុនខាងថៃមានលោកសៀស័កភុងកេតកែវបានជួបគ្នាដោយសារតែគាត់ជួននឹងពិធីជំនួបកំពូលកម្រិតរដ្ឋមន្ត្រីការបរទេសរបស់អាស៊ាននិងសហគមន៍អឺរ៉ុបគេជួបគ្នានៅប្រទេសប្រ៊ុយណេអញ្ចឹងទៅនៅក្នុងពេលដែលជួបគ្នាហ្នឹងក៏ភាគីទាំងពីរដោយសារតែទៅក្នុងតំណាងជារដ្ឋមន្ត្រីនៃប្រទេសអាស៊ានផងក៏ឆ្លៀតឱកាសជួបគ្នាដាច់ដោយឡែកហើយក៏ជជែកគ្នាពីរឿងពង្រឹងឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ខាងភាគីថៃកាសែតថៃក៏ចោះមកថាទាមទារឲ្យកម្ពុជាពង្រឹងបទឈប់បាញ់ហ្នឹងគោរពឲ្យបានខ្ជាប់ខ្ជួនខាងកម្ពុជាក៏ថាដូច្នេះដែរតើអ្នកណាបំពេញបទឈប់បាញ់ឲ្យប្រកាសបើតាមមើលអ្នកដែលបំពេញបទឈប់បាញ់នេះមើលទៅដូចជាខាងភាគីថៃច្រើនជាងមិនមែនខ្មែរយើងទេព្រោះខ្មែរយើងអត់មានទៅហ៊ានបំពេញអីគេកើតទៀតទេព្រោះដោយសារតែយើងសុកចិត្តធ្វើសម្បទានទៅហើយសុកចិត្តសញ្ញេឲ្យដីដែលគេនៅណានៅហ្នឹងគឺបានន័យថាយើងសុកចិត្តយកសុកបាត់ទៅហើយដោយមិនចង់តតាំងគេហើយទៅនាំអនុព័ន្ធយោធានាំអ្នកសង្កេតការទៅថតរូបបានរាប់រយរាប់ពាន់ស្លឹកទៅហើយវាគ្មានដំណោះស្រាយអីក៏ដោយប៉ុន្តែនៅតែធ្វើដូច្នេះអញ្ចឹងកម្ពុជាខ្ញុំគ្មានមន្ទិលទេថាមិនមែនជាអ្នកបំពេញបទឈប់បាញ់នេះទេគឺសក្តិប្រកាសរួមតែអ្នកដែលអាចបំពេញហើយនឹងឃើញគឺភាគីថៃក៏ប៉ុន្តែសួរថាតើថៃបំពេញកន្លែងណានេះគឺជារឿងមួយដែលស្មុគស្មាញបំផុតថៃបំពេញតាំងពីដើមទីប៉ុន្តែសួរថាថៃបំពេញបទឈប់បាញ់ដែរឬទេយើងអត់ដឹងព្រោះឬយើងដឹងតែម្យ៉ាងគឺថៃដាក់កុងតឺន័រដាក់បន្លាលួសដាក់អីកម្ពុជាចោទប្រកាន់ថៃថាបំពេញបទឈប់បាញ់ប៉ុន្តែថៃគេថាគេអត់បានបំពេញបទឈប់បាញ់ផងគេធ្វើតែកន្លែងណាដែលកម្ពុជានិងថៃសញ្ញេប្រាប់គេថានៅកន្លែងណាកន្លែងហ្នឹងអញ្ចឹងគេធ្វើក្នុងដែនអធិបតេយ្យតំបន់ដែលគេត្រួតត្រាដោយស្របច្បាប់ដែលអត់មានមកវាទីអីថែមរុលអីថែមតែកម្ពុជានៅតែរំលេចប្រាប់ប្រជាប្រដ្ឋខ្មែរនិងពិភពលោកថាថៃរុលថែមរហូតផ្ទុយនឹងបទឈប់បាញ់ក៏ប៉ុន្តែសំណួរសួរទៅកម្ពុជាវិញថាចោះបើមានបទឈប់បាញ់ទៅហើយបើថៃបំពេញហេតុអីក៏យើងមិនប្តឹងទៅតុលាការអន្តរជាតិទៅព្រោះអីបើយើងបើថៃគេបំពេញបានន័យថាថៃគេលុបអាបទឈប់បាញ់នឹងចោលបាត់ទៅហើយហ្នឹងអាបទឈប់បាញ់នឹងអត់មានប្រសិទ្ធភាពទេអញ្ចឹងហេតុអីបានជាយើងមិនប្តឹងតែកម្ពុជាបានតវ៉ាដែរគឺតវ៉ាបដិសេធអីអញ្ចឹងទៅដូច្នេះថៃនៅតែចោទប្រកាន់កម្ពុជាថាបំពេញបទឈប់បាញ់ទៅវិញក្នុងន័យថាកម្ពុជាអត់ដែលប្តឹងថៃទេព្រោះកម្ពុជាតវ៉ានៅអ្វីដែលថៃគិតថាព្រមព្រៀងឲ្យគេហើយអញ្ចឹងថៃគេបកស្រាយទៅវិញថាការតវ៉ារបស់កម្ពុជាអត់មានប្រសិទ្ធភាពទេព្រោះអីយើងតវ៉ានៅលើដីនៅកិច្ចព្រមព្រៀងដែលព្រមព្រៀងឲ្យគេធ្វើអីទៅហើយយើងទៅតវ៉ារឿងប្រាសាទតាកបីមិនឲ្យគេជួសជុលមិនឲ្យគេសែនព្រេនមិនឲ្យគេកែលម្អមិនឲ្យគេយកធ្វើផ្លូវធ្វើអីរាវមីនឬអីថៃគេថាហេតុអីគេធ្វើមិនបានបើយើងឲ្យគេគ្រប់គ្រងកន្លែងណាកន្លែងហ្នឹងប្រាសាទតាមាន់ធំគេយកមនុស្សសែនព្រេនយកទៅលេងហេតុអីគេធ្វើមិនបានថាយើងបំពេញគេជីកត្រង់សេគេធ្វើដាក់ប៉ុស្តិ៍យាមគេដាក់តុងជិចគេដាក់កុងតឺន័រគេដាក់បឡាលួសហេតុអីគេធ្វើមិនបានព្រោះយើងព្រមឲ្យគេនៅណានៅហ្នឹងគេធ្វើក្នុងដែនអធិបតេយ្យរបស់គេមានរុលមកហួសហើយណាអានេះហើយដែលថៃកំពុងប្រាប់ពិភពលោកថាថៃអត់បានបំពេញទេគេថាកម្ពុជាបំពេញទៅវិញដោយទៅរករឿងគេណាព្រោះអីបានខ្ញុំនិយាយចឹងព្រោះកម្ពុជាខ្លួនឯងអត់ព្រមសរសេរអ្វីដែលថៃបំពេញហ្នឹងដាក់យាមការមកប្រមាណគីឡូម៉ែត្រចេញប្រមាណពីប្លង់ដើមពីគម្រោងព្រមព្រៀងគ្នាដែរតែប្រជាពលរដ្ឋខ្មែរក៏អត់បានដឹងថាកន្លែងហ្នឹងច្បាស់ទំរាំសហគមន៍អន្តរជាតិដែលគេមានរឿងជុំវិញពិភពលោកកើតឡើងមួយថ្ងៃ1000រឿងរួចទៅមករឿងខ្មែររឿងព្រំដែនមួយគេយកប្រមាណកន្លែងក៏យើងអត់ទាន់ដឹងផងហ្នឹងតែតែចឹងតើអ្នកណាដែលគេដឹងគេនៅតែស្ដាប់ភាគីថៃថាយើងនឹងទៅរករឿងគេដូច្នេះរឿងនេះខ្ញុំនៅតែទាមទារឲ្យកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិនិងយុត្តិធម៌អន្តរជាតិទៅព្រោះអីថៃបំពេញបើយើងគិតថាថៃអត់គោរព
ហើយថៃថាយើងអត់គ្រប់អញ្ចឹងពីអ្នកដណ្ដើមគ្នាដីកដាទៀតទៅរកស្អីកើតឥឡូវទៅដោះស្រាយអីកើតឥឡូវយើងនាំអនុព័ន្ធយោធាទៅជាលើកទី2នាំអនុព័ន្ធយោធាបរទេសចុះទៅជាលើកទី2ទៀតហើយតើបានប្រយោជន៍អីគេបងប្អូនយើងបានតែទៅថតទូកុងតឺន័រគេនឹងមិនអញ្ចឹងទូកុងតឺន័រថតទៅមើលប្លង់មើលអីហ្នឹងទៅហើយកុងតឺន័រនៅតែកុងតឺន័រថៃគេថាគេមានបានបំពេញឈ្លានពានកម្ពុជាឲ្យលើសពីអ្វីដែលព្រមព្រៀងគ្នាហើយទៅអនុព័ន្ធយោធាហ្នឹងទៅធ្វើបានអីតើឯណារបាយការណ៍របស់អនុព័ន្ធយោធាតើឯណារបាយការណ៍របស់ក្រមសង្កេតការអាស៊ានតើមានបានសរសេរប្រាប់ទៅថៃនៅអនុព័ន្ធយោធាឬក៏សង្កេតការអាស៊ានហ្នឹងមានបានសរសេរសារហ្នឹងទៅខាងភាគីថៃអនុព័ន្ធយោធាថៃឬក៏អនុព័ន្ធយោធាអាស៊ានខាងភាគីថៃប្រាប់ថាឲ្យថៃឬលបងបលាលួសឬក៏រើកុងតឺន័រនៅអត់មានទាំងអស់ព្រោះអីក្រមអនុព័ន្ធយោធាបរទេសឬក៏ក្រមសង្កេតការគ្រាន់តែជាគ្រឿងសង្ហារឹមទេបានន័យថាគ្រាន់តែយកទៅលំអបង្គ្រប់កិច្ចដើម្បីឲ្យនិយាយថាតាមមើលឃ្លាំមើលបាត់ឈប់បាញ់អ្នកណាបំពេញហើយអ្នកណាបំពេញឲ្យប្រកាសព្រោះបើសិនជាបំពេញតលតែអ្នកដែលទៅឆ្លប់យកដែលទៅចុះអង្កេតការហ្នឹងសរសេររបាយការណ៍ឯណាមិនឃើញរបាយការណ៍របស់ពួកគាត់តែម្ដងក៏អត់មានដែរឬសូតរដ្ឋាភិបាលថាគេឈ្លានពានគេបំពេញនេះគេបំពេញនោះប៉ុន្តែអនុព័ន្ធយោធាបរទេសឬក្រុមសង្កេតការទៅអត់ដែលបានរបាយការណ៍អីមើលបងប្អូនសាកប្រាប់ខ្ញុំមើលថាបងប្អូនបានទទួលរបាយការណ៍ពីក្រុមសង្កេតការអាស៊ានហ្នឹងប៉ុន្មានដងហើយចុះទៅរាប់ភ្លេចហើយបានតែរូបថតទេស្រីគេក្លាហានគេបានរូបបងស្រីដូចនោះល្អបានត្រឹមតែរូបថតយកមកថតមកតើរបាយការណ៍នៅឯណាតើសរុបមកសំយោគមកថាតើការស៊ើបអង្កេតរបស់គាត់មករយៈកន្លងមកអ្នកណាបំពេញឲ្យប្រកាសអត់មានឬតែរដ្ឋាភិបាលថាបំពេញប៉ុន្តែយកពួកគាត់ទៅបង្ហាញឲ្យតែបង្គ្រប់កិច្ចអានេះដែលខ្ញុំគិតថាវាដូចជាអត់សូវបានផលអីសោះតែយ៉ាងណារដ្ឋាភិបាលកម្ពុជាក៏គ្មានជំរឿសអីដែរព្រោះថៃខូចឥឡូវខូចរហូតដល់ទៅជូនដំណឹងទៅប្រទេសកម្ពុជាជាផ្លូវការថាថៃគ្រោងនឹងលុប MOU 2001តាក់ទងនឹងការគ្រប់គ្រងដែនសមុទ្រត្រួតស៊ីគ្នាជាផ្លូវការហើយនេះគឺជាគ្រោះមួយដ៏ធំបំផុតសម្រាប់កម្ពុជាទៀតហើយបងប្អូនព្រោះអាដែនសមុទ្រត្រួតស៊ីគ្នាហ្នឹងគឺតាក់ទងនឹងកោះកុដនិងដីជាប់នឹងកោះកុដរឿងកោះកុដគឺថៃគេយក 100% មិនបាច់ឆ្ងល់ទេឥឡូវនេះយើងបាត់ការដែនអធិបតេយ្យនៅក្នុងការគ្រប់គ្រងដែនសមុទ្រត្រួតស៊ីគ្នាចំនួន 26,000 គីឡូម៉ែត្រក្រឡាទៀតនៅក្នុងដែនសមុទ្រដែលមានប្រេងដែលមានអីសពបែបយ៉ាងហ្នឹងព្រោះថៃគេប្រាប់ថាMOU 2001ដែលនិយាយពីការគ្រប់គ្រងដែនសមុទ្រហ្នឹងវាអត់ប្រយោជន៍ព្រោះវានៅជាប់គាំងធ្វើ20ឆ្នាំជាងអីហ្នឹងថៃគេថាដូចជាអត់បានជួបប្រជុំគ្នាដោះស្រាយគេថាអាហ្នឹងគឺជាឆ្អឹងតតឹងកធ្វើឲ្យថៃអត់អាចអភិវឌ្ឍរកប្រេងរកអីនៅដែនសមុទ្រហ្នឹងឲ្យបានស្រួលព្រោះខ្ទាស់នឹងអាការព្រមព្រៀងគ្នាហ្នឹងឥឡូវទុកអាហ្នឹងឲ្យច្បាប់អន្តរជាតិអនុវត្តអូថៃខ្លាំងណាឃើញថៃខ្លាំងឯងបងប្អូនពេលដែលមានមន្ទិលរឿងដែនឈូងសមុទ្រដោយសារតែថៃអាចនឹងមានព្រៀបលើខ្មែរលុប MOU ចោលសុកចិត្តឲ្យទៅច្បាប់អន្តរជាតិជាអ្នកដកស្រាយមានអនុសញ្ញាអសន្ធិសញ្ញានិយាយពីដែនសមុទ្រ UNCLOS អីណានោះវិញបើថៃបបួលយើងទៅអន្តរជាតិអញ្ចឹងល្អហើយថៃខូចអីឃើញនៅពេលដែលព្រំដែនគោកMOU 2000សម្រាប់គ្រប់គ្រងព្រំដែនគោកហ្នឹងឯងដំបងថាលុបចុះលុបឡើងឥឡូវអត់ទាន់ទេទុកព្រោះអីគ្រប់គ្រងដែនដីខ្មែរបានរាប់សិបកន្លែងហើយណាមួយមានសេចក្តីថ្លែងការណ៍រួមនៃបទជប់បាញ់ដែលជាប្លង់រឿងផងថៃដូចជាកុំអានលុបអីអាហ្នឹងព្រោះអីថៃគេស៊ីដាច់ផុយអញ្ចឹងទៅលុបអាដែនសមុទ្រវិញដែលកំពុងមានមន្ទិលហើយឲ្យកម្ពុជាដោះស្រាយមួយថៃរឿងច្បាប់អន្តរជាតិទៅវិញល្អថាបងប្អូនបើថៃបបួលបែបហ្នឹងហើយយើងកុំនិយាយអារឿងដែនសមុទ្រហ្នឹងទុកមួយឡែកសិនព្រោះអាហ្នឹងអត់ទាន់មានបញ្ហាធំដុំអីថាចង់និយាយថាវាមានពីមុនមកប៉ុន្តែកុំទៅរើអាហ្នឹងអីទុកវាម្ដងមកនិយាយរឿងដែនដីយើងនេះមិនប្តឹងថៃទៅតុលាការអន្តរជាតិទៅព្រោះថៃកំពុងបបួលអញ្ចឹងហើយព្រោះថៃខ្លាចតុលាការអន្តរជាតិដែរតែខូចប្រហែលជាបានកលាស៊ីអីមួយជិះថាជួនកាលវាជាកលាអូសកលាដែរបងប្អូនឲ្យយើងវល់អារឿងដីធ្លីនេះមិនទាន់ដោះស្រាយបានលើគោកហ៎ទៅរកក្នុងទឹកយើងនិយាយទៅយើងអស់កម្លាំងនឹងតតាំងជាមួយថៃធ្វើឲ្យយើងអស់កម្លាំងហ្មងគឺយើងបងចាំមើលតិចទៀតធនធានហ្នឹងទៅអារឿងផ្លូវទឹកហ្នឹងអានេះគេយកអស់លីងហើយយើងអត់ព្រមប្តឹងទៅតុលាការអន្តរជាតិនៅតែវិលទៅវិលមកហ្នឹងអស់ឆ្លោះខ្លាយគ្នាឯងនឹងបាច់ផ្សែងទៀតបាទឥឡូវនេះយើងរឿងច្រើនណាស់បងប្អូនម្ដងទៀតគឺអារឿងចាក់ស្រេះហ្នឹងមិនដាច់កម្ពុជាសម្រេចឲ្យលោកផុនយុទ្ធជាប់ពន្ធនាគារតុលាការថ្ងៃនេះគឺតាមការរាយការណ៍ពីអង្គការលីកាដូក្នុងមូលដ្ឋានថាថ្ងៃទី28នេះគឺសាលាដំបងខេត្តតាកែវប្រកាសសាលក្រមសម្រាប់ផ្ដន់ទាទោសលោកផុនយុទ្ធដែលជាជនពិការនិងជាសកម្មជននយោបាយដ៏លេចធ្លោឲ្យជាប់ពន្ធនាគារចំនួន18ខែក្រោមបទញុះញង់មិនរៀងចាលលើកទី3ហើយដែលលោកជាប់គុក
ហើយគ្រាន់តែបញ្ចេញមតិតាមបណ្ដាញសង្គមលោកត្រូវអាជ្ញាធរឃុំខ្លួនតាំងពីខែកក្កដាដល់ខែធ្នូឆ្នាំ2009នឹងម្ដងពាក់ព័ន្ធនឹងរិះគន់រដ្ឋាភិបាលនិងមន្ត្រីឲ្យចុះចេញពីតំណែងអញ្ចឹងឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែងទៅធ្វើបាបទៅទុកបុកម្នេញគាត់ហើយចុងក្រោយហ្នឹងគឺអញ្ចឹងឃើញទេសវនាការហ្នឹងបានតែប្រគ្រប់កិច្ចហ្នឹងបើរឿងដោះលែងអត់មានទេមានគោលការណ៍ដូចខ្មែរក្រហមអញ្ចឹងសូវចាប់ច្រឡំកុំឲ្យតលែងខុសអញ្ចឹងហើយបានខ្ញុំថាខ្ញុំកោសក់បើសិនជាគេដោះលែងលោកកម្មសខាខ្ញុំអឲ្យតែដោះលែងថ្ងៃស្អែកខាងស្អែកនេះគឺតើតើនឹងរឿងហើយស្អែកនេះគឺនិយាយរឿងសុនស្រនសភាអីហ្នឹងដូចតែគ្នាអញ្ចឹងនឹងជាប់គុកអញ្ចឹងទៀតទៅហើយលោកកម្មសខាថ្ងៃ30ហ្នឹងក៏មិនខុសគ្នាដែរព្រោះអីវាធ្វើឲ្យតែគ្រប់កិច្ចទៅព្រោះការសម្រេចបែបនយោបាយហ្នឹងគឺតែគេឲ្យជាប់ហើយតែរឿងដោះលែងហ្នឹងគឺមិនងាយបាទឥឡូវព័ត៌មាន2 3ចុងក្រោយខ្ញុំពេលវេលាខូចមែនតើតកតងនឹងការប៉ុនប៉ងធ្វើឃាតលោកត្រាំគឺជនដែលប៉ុនប៉ងធ្វើឃាតលោកត្រាំថាធ្វើដើម្បីការពារប្រជាពលរដ្ឋអាមេរិកនិយាយទៅលោកCole Allen នេះដែលអាយុ31ឆ្នាំរៀនចប់មានសញ្ញាបត្រពីមហាវិទ្យាល័យអីមានកិច្ចការងារធ្វើល្អជាគ្រូបង្រៀនជាអ្នកជំនាញខាងកុំព្យូទ័រ IT អីហ្នឹងផងហើយយើងទើបតែដឹងថាមានចម្លើយគាត់មួយជាសេចក្តីថ្លែងការណ៍គាត់សរសេរទៅក្រុមគ្រួសារគាត់តែ10នាទីមុននឹងគាត់បើកយុទ្ធនាការដើម្បីសម្រាប់ប្រធានាធិបតីអាមេរិកលោក Donald Trump ហ្នឹងគាត់សរសេរថាគាត់សុំទោសបងប្អូនទាំងអស់គ្នាដែលគាត់ត្រូវធ្វើដូច្នេះព្រោះជាឱកាសដើម្បីឲ្យគាត់ដោះស្រាយដើម្បីចាត់ការលោក Trump ដែលមានគោលនយោបាយច្រើនដែលប៉ះពាល់ខូចជាតិជាតិអាមេរិកអីអញ្ចឹងទៅគឺគោលនយោបាយដូចថាកាចពេករបស់លោកត្រាំហ្នឹងគាត់ថាធ្វើឲ្យគ្រោះថ្នាក់ដល់អាមេរិកចឹងហើយបានជាគាត់ដោះស្រាយរឿងហ្នឹងគឺមានតែសម្លេះលោកត្រាំចោលអញ្ចឹងតាមពិតការគិតរបស់គាត់នេះគឺវាជ្រុលដែរគាត់ថាវាចឹងវាពិបាកដែរអំពើហិង្សាវាកើតឡើងដោយសារគោលនយោបាយអីមួយតែយើងមិនពេញចិត្តខ្ញុំពិតមិនគ្រប់គ្រងអាការធ្វើអំពើហិង្សាប៉ុន្តែនេះគឺជាការលើកឡើងរបស់គាត់ថាគាត់ធ្វើនេះគឺដោយសារតែគាត់មិនពេញចិត្តគោលនយោបាយលោកត្រាំច្រើនយ៉ាងហើយយើងដឹងហើយទាំងអន្តោប្រវេសន៍ទាំងគោលការណ៍ដកលុយពីនេះពីនោះកាត់ថវិកានេះកាត់ថវិកានោះអីចឹងទៅតែយ៉ាងណាតកតងនឹងរឿងអាមេរិកនេះដែរចៅក្រមជាតិអាមេរិកសម្រេចឲ្យរដ្ឋបាលលោកត្រាំចាញ់ក្តីរឿងផ្អាកពាក្យសុំ Green Card បងប្អូនអាមេរិកផ្អាកវីសាឬក៏ការសុំ Green Card ហ្នឹងពី39ប្រទេសឬក៏មិនឲ្យមកឬក៏ប្រទេសខ្លះអត់ឲ្យមកសោះប្រទេសខ្លះឲ្យមកទាំងសម្ភារតាំងរើហើយអ្នកខ្លះដាក់ពាក្យហើយហ្នឹងគឺអត់បានយកមកមើលទេដោយសារតែគោលនយោបាយថ្មីរបស់រដ្ឋបាលលោកត្រាំហ្នឹងគឺផ្អឹបសំណុំរឿងគេចោលគេបង់លុយឲ្យអស់អ្នកខ្លះមកនៅអាមេរិក5 6ឆ្នាំហើយកំពុងដាក់ពាក្យសុំបានស្នាក់នៅអចិន្ត្រៃយ៍ឬក៏យើងហៅតែ Green Card ហ្នឹងក៏មិនយកសំណុំរឿងគេមកពិនិត្យទុកឲ្យហួសពេលហួសអីអញ្ចឹងតែយកលុយគេហើយដល់អញ្ចឹងទៅបានតុលាការអាមេរិកហើយអាលុយដែលយកពីសំណុំរឿងគេឲ្យអត់ព្រមបើកដើម្បីយកមកសម្ភាសយកអីហ្នឹងឬក៏ពិនិត្យហ្នឹងជាទឹកប្រាក់ដែលគេបង់អស់ដល់ទៅប្រហែលជា$1000 លានតែប្រជាពលរដ្ឋច្រើនដែលគេបង់ហើយតែអត់យកមកពិនិត្យមើលដោយសារតែចេញគោលការណ៍ថ្មីផ្អាប់សំណុំរឿងនឹងចោលឥឡូវតុលាការសម្រេចឲ្យរដ្ឋបាលលោកត្រាំចាញ់ក្តីហើយគឺតម្រូវឲ្យខាងអន្តោប្រវេសន៍ត្រូវតែយកសំណុំរឿងគេយកមកពិនិត្យឡើងវិញគេដាក់ពាក្យឲ្យសុំយកមកពិនិត្យធ្វើអញ្ចឹងគឺខុសច្បាប់យើងមិនអាចទៅផ្អាប់សំណុំរឿងគេចោលហាមឃាត់គេហើយមិនយកមកពិនិត្យគេបង់លុយបង់អីហើយអញ្ចឹងណាបើយើងកុំឲ្យគេបង់ពីដើមទីមកមិនអីទេតែដល់ពេលគេបង់ហើយអត់យកមកពិនិត្យផ្អាប់សំណុំរឿងគេចោលតុលាការថានេះជាអំពើខុសច្បាប់ទៅតម្រូវឲ្យក្រសួងអន្តោប្រវេសន៍របស់អាមេរិកនេះត្រូវតែចាត់ការមើលសំណុំរឿងហ្នឹងឡើងវិញព្រោះអីមានគេប្តឹង80នាក់ឥឡូវកូនក្តីហ្នឹងឈ្នះក្តីរឿងហ្នឹងប៉ុន្តែបងប្អូនបើសិនជាតុលាការសម្រេចអញ្ចឹងក៏ដោយថាឲ្យលោកត្រាំចាញ់ក្តីរឿងផ្អាប់សំណុំរឿងអន្តោប្រវេសន៍ចោលក៏ដោយមិនមែនបានន័យថាអន្តោប្រវេសន៍នេះនឹងសម្រេចឲ្យអ្នកទាំងនោះបានមាន Green Card បានស្នាក់នៅអចិន្ត្រៃយ៍ទេគាត់ថាអាចរដ្ឋបាលអន្តោប្រវេសន៍លោកត្រាំហ្នឹងចាប់ផ្ដើមពិនិត្យសំណុំរឿងពាក្យសុំគេជាជាងផ្អាប់ចោលពាក្យសុំច្រើនណាស់រាប់លានផ្អាប់ចោលទាំងអស់មករយៈពេលនេះដល់ឥឡូវគឺអាចនឹងផ្សាររើមកពិនិត្យឡើងវិញប៉ុន្តែសួរថាតើគេឲ្យ Green Card ឬឲ្យអីអត់សង្ឃឹមទេតុលាការអត់បានបង្គាប់ឲ្យត្រូវតែចេញ Green Card ឲ្យគ្រាន់តែថាការផ្អាប់សំណុំរឿងហ្នឹងវាខុសច្បាប់តែប៉ុណ្្នឹងឯងដូច្នេះអាចនឹងឃើញគេហៅគេកោះអីចឹងពិនិត្យមើលគេជូនដំណឹងអីមែនមិនស្ងាត់ឈឹងអញ្ចឹងប៉ុន្តែសួរថាបានទេប្រហែលជាដូចសុំភ្លើងយ៉ាក់អញ្ចឹងទៀតហើយព្រោះអីលោកត្រាំគាត់រឹតបន្តឹងមិនឲ្យមកទេបាទហើយចុងក្រោយគឺតកតងនឹងព័ត៌មាន2ដែលខ្ញុំមុននឹងបិទបញ្ចប់គឺរឿង
ណែខាងអង្គការ Save Cambodia គាត់បានដាក់សំណើមួយជូនទៅមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកស្ដីពីការអនុវត្តពលកម្មដោយបង្ខំនៅកម្ពុជាសវនាការសាធារណៈគឺថ្ងៃ28ដល់29ខែមេសាឆ្នាំ2026បងប្អូនគាត់មានសេចក្តីថ្លែងការណ៍គាត់លម្អិតនៅក្នុង Facebook របស់គាត់គឺ Save Cambodia បងប្អូនចូលទៅមើលទៅព្រោះអង្គការនេះគាត់ដុតដៃដុតជើងណាស់ជួយគិតពីសិទ្ធិកម្មករសិទ្ធិពលករសិទ្ធិសហជីពអីហ្នឹងហើយគាត់ដោយសារតែមានឋានៈជាខាងទីប្រឹក្សារបស់កម្រិតអង្គការសហប្រជាជាតិផងដូច្នេះទឹកមាត់គាត់ប្រែដែរឥឡូវគាត់ដាក់សំណើនេះទៅឲ្យបងប្អូនចង់ដឹងសំណើគាត់លម្អិតពីរឿងពលកម្មដោយបង្ខំនៅកម្ពុជាយ៉ាងណាសូមចូលទៅមើល Facebook គាត់ហើយឱកាសថ្ងៃយប់ស្អែកខ្ញុំនឹងបកស្រាយព័ត៌មាននេះលម្អិតបន្ថែមព្រោះខ្ញុំទើបទទួលព័ត៌មានពីគាត់មុនការផ្សាយនេះប្រហែលកន្លះម៉ោងតែប៉ុណ្្នឹងទេបាទហើយចុងក្រោយបងប្អូនដែលចង់ទៅចូលរួមពិធីវិសាខបូជាប្រចាំឆ្នាំដែលរៀបចំធ្វើនៅសាលាក្រុងឡុងបិចសូមអញ្ជើញថ្ងៃទី2គឺថ្ងៃសៅរ៍នេះពេលរសៀលចាប់ពីម៉ោង5រសៀលទៅបងប្អូនស្លៀកពាក់សម្លៀកបំពាក់សទៅដើម្បីជាការលើកស្ទួយថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរនិងអ្នកដែលជឿជំនឿខាងព្រះពុទ្ធសាសនាហ្នឹងគឺសូមចូលរួមឲ្យបានច្រើនកកនៅបរិវេណសាលាក្រុងឡុងបិចតែម្ដងគឺថ្ងៃ2ខែឧសភានេះគឺថ្ងៃសៅរ៍ចុងសប្តាហ៍នេះហើយបងប្អូនអញ្ជើញចូលរួមឲ្យបានច្រើនកកដើម្បីប្រពទិវានៃថ្ងៃប្រសូតរបស់ព្រះសម្មាសម្ពុទ្ធឬក៏ព្រះពុទ្ធដែលជាអ្នកដែលមានជំនឿនៅនេះផងបាទឥឡូវខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះយើងជួបគ្នានៅរាត្រីថ្ងៃស្អែកទៀតហើយតាមពិតនៅព្រឹកស្អែកនៅកម្ពុជាខ្ញុំនឹងទៅសម្ភាសប្រសង់នឹងអ្នកដែលរៀបចំបុណ្យវិសាខបូជានៅមុខសាលាក្រុងឡុងបិចនេះដើម្បីជ្រាបព័ត៌មានបន្ថែមបងប្អូនអាចតាមដានការផ្សាយផ្ទាល់នេះនៅម៉ោងប្រហែលជា7ព្រឹកបាទ7ព្រឹកនៅស្រុកខ្មែរព្រឹកនេះបាទសូមអរគុណច្រើនសូមជម្រាបលាបងប្អូន